ដំបូងនេះខ្ញុំសូមក្រាបថ្វាយបង្គំដល់ព្រះសង្ឃគ្រប់ព្រះអង្គជំរាបសួរលោកគ្រូជួនកក្កដានិងមិត្តភ័ក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះប៉ែនកកច្នៈមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅក្នុងមុខវិជ្ជាកាមេរ៉ាវិទ្យាថ្ងៃនេះពួកយើងបានមកទស្សនកិច្ចនៅខេត្តតាកែវជាមួយនឹងលោកគ្រូបណ្ឌិតជួនកក្កដាដូចនេះសូមរីករាយទស្សនាវីដេអូទាំងអស់គ្នាអរគុណនៅក្នុងដំណើរទស្សនកិច្ចនេះយើងមាន6ទីតាំងដែលបានធ្វើដំណើរទៅទីតាំងទី1គឺប្រាសាទតាព្រំទី2ប្រាសាទភ្នំតាម៉ៅទី3ប្រាសាទនាងខ្មៅទី4ប្រាសាទភ្នំដាទី5សារមន្ទីរអង្គរបូរីនិងចុងក្រោយគឺភ្នំជីសូប្រាសាទតាព្រំស្ថិតនៅរមណីយដ្ឋានទន្លេបាទីក្នុងភូមិសាស្ត្រព្រំថ្នល់តតឹងឃុំក្រាំងថ្នល់ស្រុកបាទីខេត្តតាកែវប្រាសាទនេះសង់ឡើងនៅសតវត្សទី12និងដើមសតវត្សទី13ពីឆ្នាំ181ដល់ឆ្នាំ201ធ្វើពីភក់ថ្មប្រកបដោយក្បោះក្បាច់រចនាដ៏វិចិត្រប្រហាក់ប្រហែលនឹងប្រាសាទតាព្រំនៅខេត្តសៀមរាបដែរប្រាសាទនេះមានបរិវេណទំហំបណ្ដោយ150ម៉ែត្រនិងទទឹងប្រវែង95ម៉ែត្រនិងប្រាសាទមានកម្ពស់12ម៉ែត្រនៅប្រាង្គកណ្ដាលមានផ្តែងជារូបព្រះពុទ្ធចូលនិព្វានដែលរូបចម្លាក់នេះឆ្លាក់នៅសម័យក្រោយគឺនៅសតវត្សទី11ក្នុងរាជការព្រះបាទចន្ទរាជាទី1បន្ទាប់ពីបញ្ចប់សង្គ្រាមជាមួយដែនដីចម្ប៉ាប្រាសាទភ្នំតាម៉ៅមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងសាបឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវប្រាសាទភ្នំតាម៉ៅកសាងនៅលើកំពូលភ្នំតាម៉ៅដែលមានកម្ពស់30ម៉ែត្រកសាងនៅសតវត្សទី11ដោយព្រះបាទសូរ្យវរ្ម័នទី1ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនាស្ថិតក្នុងរចនាបថឃ្លាំងកសាងឡើងអំពីឥដ្ឋបែរមុខទៅទិសខាងជើងមានទំហំ7ម៉ែត្រ4ជ្រុងកម្ពស់ប្រមាណ10ម៉ែត្រប្រាសាទភ្នំតាម៉ៅជាប្រាសាទកសាងឡើងនៅក្នុងសម័យអង្គរប្រាសាទនាងខ្មៅជាប្រាសាទបុរាណខ្មែរដែលត្រូវបានសាងសង់ឡើងអំពីភក់ថ្មនិងឥដ្ឋតាមរចនាបថកោះកែក្នុងសម័យអង្គរសតវត្សទី10ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី4នៃគ្រិស្តសករាជដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនាប្រាសាទនេះមានទីតាំងស្ថិតនៅឃុំរវៀងស្រុកសំរោមខេត្តតាកែវបានជាហៅថាវត្តប្រាសាទនាងខ្មៅព្រោះក្នុងវត្តនោះមានប្រាសាទបុរាណ2ឈ្មោះប្រាសាទនាងខ្មៅនៅខាងលិចព្រះវិហារចំខ្លោងទ្វារវត្តទិសបញ្ឈឹមប្រាសាទទាំងពីរនោះធ្វើពីថ្មផងឥដ្ឋផងទំហំ4ម៉ែត្រ4ជ្រុងកម្ពស់10ម៉ែត្រកម្ពស់ស្រួចដូចចេតិយខ្ពស់ត្រដែតប្រាសាទភ្នំដាមានទីតាំងស្ថិតនៅភូមិព្រែកតាពរឃុំតាក្លោកស្រុកអង្គរបូរីខេត្តតាកែវនិងស្ថិតនៅខាងកើតទីរួមខេត្តតាកែវប្រាសាទភ្នំដាកសាងនៅលើកំពូលភ្នំដាមានកម្ពស់40ម៉ែត្រប្រាសាទនេះបែរមុខទៅទិសខាងជើងសំដៅទៅរករាជធានីនគរភ្នំដែលមានទីតាំងស្ថិតនៅក្នុងស្រុកអង្គរបូរីសព្វថ្ងៃប្រាសាទនេះកសាងអំពីឥដ្ឋថ្មបាយក្រៀមនិងថ្មភក់ជារាងការ៉េជ្រុងនីមួយៗមាន12ម៉ែត្រនិងមានកម្ពស់18ម៉ែត្រពុំមានជណ្ដើរទេមានទ្វារ3ជាទ្វារបញ្ឆោតនិងទ្វារ1ជាទ្វារប៉ិតនៅជញ្ជាំងខាងជើងហើយជញ្ជាំងក្រាស់ខុសប្លែកពីប្រាសាទនានាប្រាសាទភ្នំដាពុំមានរបរកំផែងព័ទ្ធជុំវិញទេនៅខាងក្នុងមានតាំងលឹងព្រះឥសូរតាំងពីសម័យសាងសង់ប្រាសាទសម្រាប់ជាទីសក្ការៈបូជាប្រាសាទកសាងឡើងក្នុងសតវត្សទី6ក្នុងរាជការព្រះបាទរុទ្រវរ្ម័នជាសត្វចុងក្រោយក្នុងសម័យអាណាចក្រភ្នំដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដោយសារតែប្រាសាទភ្នំដាមានអាយុកាលចាស់តាំងពីសតវត្សទី6នោះទើបក្នុងរាជការព្រះបាទសូរ្យវរ្ម័នទី1ជួសជុលឡើងវិញដោយកត់សម្គាល់ឃើញផ្តែរនិងសសរពេជ្រប្រហាក់ប្រហែលគ្នានឹងរចនាបថឃ្លាំងដោយឡែកផ្តែរសសរពេជ្រត្រូវយកទៅរក្សាទុកនៅសារមន្ទីរអង្គរបូរីតាំងពីឆ្នាំ1999ប្រាសាទភ្នំដាគឺជាប្រាសាទទោលសារមន្ទីរស្រុកអង្គរបូរីមានទីតាំងស្ថិតនៅក្នុងភូមិកំពង់ឃ្លុងខេត្តអង្គរបូរីស្រុកអង្គរបូរីខេត្តតាកែវស្រុកអង្គរបូរីខេត្តតាកែវជាទីតាំងនៃនគរភ្នំជាកន្លែងចាប់កំណើតអរិយធម៌ខ្មែរដូច្នេះបានបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រនិងវប្បធម៌ជាច្រើនដោយសារជាទីតាំងសំខាន់បែបនេះហើយទើបសារមន្ទីរមួយត្រូវបានបង្កើតឡើងសម្រាប់តម្កល់ទុកវត្ថុសិល្បៈវប្បធម៌និងប្រវត្តិសាស្ត្រនានាវត្ថុបុរាណដែលរក្សាទុកនៅក្នុងសារមន្ទីរស្រុកអង្គរបូរីបានបែងចែកជា4ប្រភេទប្រភេទទី1គឺថ្មប្រភេទទី2គឺដីដុតប្រភេទទី3គឺប្រភេទឆ្អឹងនិងទី4គឺប្រភេទស្ពាន់ភ្នំជីសូស្ថិតនៅភូមិស្លាឃុំសៀងស្រុកសំរោមខេត្តតាកែវប្រាសាទភ្នំជីសូបានស្ថាបនាលើខ្នងភ្នំមួយមានកម្ពស់380ម៉ែត្រនៅដើមសតវត្សទី11ដោយព្រះបាទសូរ្យវរ្ម័នទី1សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទនេះសាងសង់អំពីភក់ថ្មនិងលីបូនីតមានបណ្ដោយ80ម៉ែត្រនិងទទឹង50ម៉ែត្រនិងមានថែ2ជាន់ព័ទ្ធជុំវិញគេនិយមឡើងភ្នំជីសូតាមចំណារថ្មខាងលិចដែលមានចំនួន390កាំហើយចុះតាមចំណារខាងត្បូងដែលមាន
408 កាំដោយចំមុខប្រាសាទមានក្លោងទ្វារនិងមានជណ្ដើរមួយទៀតសាងសង់តាំងពីសម័យកសាងប្រាសាទដែលភ្ជាប់ទៅប្រាសាទសែននិងប្រាសាទភូមិវាលនិងទន្លេអ៊ុំដែលជាបឹងការពារអតីតកាលដែលគេចាត់ទុកថាជាបឹងដ៏ពិសិដ្ឋដំណើរទស្សនកិច្ចមួយនេះបានបញ្ចប់ប៉ុន្តែជាចុងក្រោយសិស្សសូមអរគុណដល់លោកគ្រូជួនកក្កដាដែលបានខិតខំបង្ប្រែងបង្រៀនសិស្សទាំងអស់គ្នាជំពរឲ្យលោកគ្រូមានសុវត្ថិភាពសុខភាពល្អនិងសំណាងល្អ